នេះគឺជាសកម្មភាពមួយថ្ងៃពេញដែលខ្ញុំអត់បានទៅធ្វើការគឺជាថ្ងៃដែលខ្ញុំសម្រាកហើយព្រឹកឡើងគឺអត់មានអីទេគឺទៅទិញរបស់ញ៉ាំដោយសារតពីព្រឹកគឺយើងញ៉ាំអីហើយបានយើងធ្វើការទៀតចឹងបន្ទាប់ពីយើងបានញ៉ាំអីឬក៏ហូបអីហើយខ្ញុំបានមកឆែកទៅនឹងការងាររបស់ខ្ញុំតើតើទៅនឹងការងារ Define ជា freelancer ខ្លះចឹងណាហើយក៏មើល YouTube មើលអីតិចតួចចឹងទៅហើយឥឡូវយើងចូលមកក្នុងកម្មវិធី Premiere Pro ដើម្បីកាត់វីដេអូហើយក៏យើងឆែកមើលការងារបន្តទៀតចឹងហ្វាតាយើងអត់ធ្វើសម្បូរការងារមិនដែររហ្វាតាទី1យើងជាអ្នកធ្វើការពេញម៉ោងផងហើយយើងឆ្លៀតរកការងារខាងក្រៅតិចចឹងណាចឹងខ្ញុំអត់ទាន់មានឱកាសក្នុងការធ្វើជា freelancer ពេញម៉ោង full time ដូចបងទេក៏ឆ្លៀតធ្វើការងារពេញម៉ោងផងក៏រកការងារខាងក្រៅតិចផងចឹងឥឡូវយើងកាត់មកដល់ពេលយប់ហើយគឺសកម្មភាពនេះគឺដដែលទេយើងស្ដាប់ច្រៀងផងយើងកាត់វីដេអូផងយើងធ្វើការផងចឹងទៅដោយសារតអ្នក designer ឬក៏អ្នក video editor អីភាគច្រើនត្រូវការ creative ខ្លះចឹងដើម្បីធ្វើឬក៏រចនាទៅលើ posterការងាររបស់គាត់ឲ្យស្អាតឲ្យប្លែកអីចឹងទៅហើយខ្ញុំថ្ងៃនេះគឺអត់បានធ្វើ poster ទេគឺបានកាត់ទៅនឹងវីដេអូក៏ដូចជាកម្មភាពខ្លះដែលខ្ញុំបានផុសក្នុង page ក៏ដូចជា channel YouTube របស់ខ្ញុំចាំបើសិនជាទាំងអស់គ្នានៅក្នុង channel ឬក៏ page របស់ខ្ញុំទាំងអស់គ្នាចុច follow ឬក៏ subscribe ខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូចែកម្លែកឬក៏ធ្វើ poster ឬក៏កម្មភាពអីផ្សេងៗឲ្យទាំងអស់គ្នាបានមើលចឹងទៅចាំបើសិនជាទាំងអស់គ្នាចូលចិត្តកុំភ្លេច subscribe ខ្ញុំអ្នកមួយផងជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ